ខ្ញុំចង់សួរអ្នកទាំងអស់គ្នានៅសំណួរមួយតើអ្នកធ្លាប់កំណត់គោលដៅធំៗនៅដើមឆ្នាំដែរឬទេដូចជាខ្ញុំនឹងសម្រកទម្ងន់ឲ្យបាន20គីឡូខ្ញុំនឹងអានសៀវភៅឲ្យបាន50ក្បាលឬខ្ញុំនឹងបង្កើតអាជីវកម្មឲ្យបានជោគជ័យនៅសប្តាហ៍ដំបូងអ្នកមានកម្លាំងចិត្តខ្លាំងណាស់អ្នកខំប្រឹងធ្វើវាទាំងយប់ទាំងថ្ងៃប៉ុន្តែលុះដល់សប្តាហ៍ទី4ឬទី5កម្លាំងចិត្តនោះក៏ស្រាប់តែរលាយបាត់ទៅវិញរួចអ្នកក៏ត្រឡប់ទៅរកទម្លាប់ចាស់ដែលគេងរមៀលឬក្រេនិងលេងទូរស័ព្ទដដែលប្រសិនបើអ្នកធ្លាប់ជួបស្ថានភាពបែបនេះសូមកុំអាលបន្ទោសខ្លួនឯងជាមនុស្សខ្ជិលឬគ្មានការតាំងចិត្តអីបញ្ហាមិនមែននៅលើខ្លួនអ្នកទេប៉ុន្តែវាស្ថិតនៅលើប្រព័ន្ធនៃការបង្កើតទម្លាប់របស់អ្នកខុសទម្រង់តែប៉ុណ្ណោះនៅថ្ងៃនេះយើងនឹងមកធ្វើការវះកាត់ដ៏ធំមួយទៅលើសៀវភៅដែលល្បីល្បាញបំផុតនៅលើពិភពលោកគឺសៀវភៅ Atomic Habits និពន្ធដោយលោក James Clear មុនដំបូងយើងត្រូវយល់អំពីពាក្យថា Atomic វាមានន័យថាអ្វីដែលតូចបំផុតដូចជាកោសិកាឬអាតូមប៉ុន្តែនៅពេលវាផ្សំគុំគ្នាវានឹងបង្កើតជាថាមពលដ៏មហិមាសៀវភៅនេះនឹងបង្រៀនយើងថាភាពជោគជ័យមិនមែនកើតឡើងពីការផ្លាស់ប្ដូរដ៏ធំក្នុងពេលតែមួយយប់នោះទេប៉ុន្តែវាកើតចេញពីការធ្វើសកម្មភាពតូចៗត្រឹមតែ 1% ជារៀងរាល់ថ្ងៃតើមកស្វែងយល់ពីអត្ថកម្បាំងនៃការផ្លាស់ប្ដូរជីវិតទាំងអស់គ្នាជំពូកទី1គណិតវិទ្យានៃទម្លាប់ 1% និងអន្ទាក់នៃលទ្ធផលលោក James Clear បានបើកឆាកសៀវភៅនេះដោយទ្រឹស្ដីគណិតវិទ្យាដ៏អស្ចារ្យមួយគេសួរថាប្រសិនបើអ្នកធ្វើខ្លួនឯងឲ្យល្អជាងមុនត្រឹមតែ 1% ជារៀងរាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំតើអ្នកនឹងកើនឡើងខ្លាំងប៉ុណ្ណាតាមរូបមន្តគណិតវិទ្យា 1.01 ស្វ័យគុណ365វាស្មើនឹង 37.78 នោះវាមានន័យថាបើសិនបើអ្នកអភិវឌ្ឍខ្លួនឯងត្រឹមតែ 1% ជារៀងរាល់ថ្ងៃក្នុងរយៈពេល365ថ្ងៃនោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលពូកែជាងមុនរហូតទៅដល់37ដងផ្ទុយទៅវិញបើអ្នកបណ្ដោយខ្លួនឲ្យធ្លាក់ចុះ 1% រាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំគុណតម្លៃរបស់អ្នកនឹងធ្លាក់ចុះជិតដល់0នេះហើយជាអំណាចនៃ compound interest ឬការប្រាក់រួមសំនៃទម្លាប់អន្ទាក់នៃកម្រោលខ្ពង់រាបអ្នកនិពន្ធបានប្រៀបប្រដូចទម្លាប់ទៅនឹងដុំទឹកកកឧបមាថាដុំទឹកកកនៅក្នុងបន្ទប់សីតុណ្ហភាព20អង្សាអ្នកដំឡើងកម្ដៅទៅ21 22 23រហូតដល់31អង្សាសេដុំទឹកកកនោះនៅតែមិនរលាយដដែលមនុស្សទូទៅនឹងគិតថាខ្ញុំខំប្រឹងដំឡើងកម្ដៅឡើងច្រើនដងហើយហេតុអ្វីវាគ្មានលទ្ធផលអ្វីសោះរួចពួកគេក៏បោះបង់ប៉ុន្តែនៅពេលសីតុណ្ហភាពឡើងដល់32អង្សាសេស្រាប់តែដុំទឹកកកចាប់ផ្ដើមរលាយភ្លាមៗតើការរលាយនោះកើតឡើងដោយសារកម្ដៅ32អង្សាសេតែ1អង្សាមែនទេអត់ទេវាគឺជាលទ្ធផលរួមផ្សំនៃការខំប្រឹងតាំងពី21អង្សាសេមកម្ល៉េះភាពជោគជ័យក៏ដូចគ្នាវាតែងតែយឺតយ៉ាវនៅដំណាក់កាលដំបូងដូច្នេះចូរកុំអាលបោះបង់ចោលគ្រាន់តែដោយសារវាមិនទាន់ឃើញលទ្ធផលភ្លាមៗប៉ុណ្ណោះជំពូកទី2ការផ្លាស់ប្ដូរទម្លាប់ពីឫសគល់ផ្ដោតលើអត្តសញ្ញាណលោក James Clear បានបែងចែកការផ្លាស់ប្ដូរជា3ស្រទាប់ដូចជាផ្លែខ្ទឹមបារាំងស្រទាប់ខាងក្រៅលទ្ធផលអ្វីដែលអ្នកចង់បានឧទាហរណ៍ដូចជាចង់សម្រកទម្ងន់ជាដើមស្រទាប់កណ្ដាលប្រព័ន្ធដំណើរការអ្វីដែលអ្នកធ្វើឧទាហរណ៍ដូចជាអ្នកចង់ទៅហាត់ប្រាណស្រទាប់ខាងក្នុងបំផុតអត្តសញ្ញាណអ្វីដែលអ្នកជឿជាក់លើខ្លួនឯងមនុស្សភាគច្រើនបរាជ័យព្រោះពួកគេចាប់ផ្ដើមផ្លាស់ប្ដូរពីស្រទាប់ខាងក្រៅគឺផ្ដោតលើលទ្ធផលខ្លាំងពេកអ្នកនិពន្ធបានលើកឧទាហរណ៍ពីមនុស្ស2នាក់ដែលកំពុងតែព្យាយាមផ្ដាច់បារីនៅពេលគេហុចបារីឲ្យមនុស្សទី1ឆ្លើយថា
ទេអរគុណខ្ញុំកំពុងតែព្យាយាមផ្ដាច់បារីសម្ដីនេះមើលទៅល្អប៉ុន្តែក្នុងចិត្តគេនៅតែគិតថាខ្លួនឯងជាអ្នកជក់បារីដែលកំពុងព្យាយាមតស៊ូមនុស្សទី2ឆ្លើយថាទេអរគុណខ្ញុំមិនមែនជាអ្នកជក់បារីទេសម្ដីនេះបង្ហាញថាគេបានបដូរអត្តសញ្ញាណរបស់គេបាត់ទៅហើយគេលែងចាត់ទុកខ្លួនឯងជាអ្នកជក់បារីទៀតហើយដូច្នេះដើម្បីបង្កើតទម្លាប់អានសៀវភៅកុំគិតថាខ្ញុំចង់អានសៀវភៅឲ្យចប់មួយក្បាលតែត្រូវបដូរការគិតថាខ្ញុំជាអ្នកអានដើម្បីហាត់ប្រាណកុំគិតថាខ្ញុំចង់រត់ឲ្យបាន5គីឡូតែត្រូវគិតថាខ្ញុំជាអត្តពលិកឬជាមនុស្សដែលស្រឡាញ់សុខភាពកាលណាអត្តសញ្ញាណខាងក្នុងបដូរសកម្មភាពខាងក្រៅនឹងបដូរតាមដោយស្វ័យប្រវត្តិចំពុកទី3ច្បាប់ទាំង4នៃការបង្កើតទម្លាប់ល្អនេះគឺជាបេះដូងវិទ្យាសាស្ត្រនៃសៀវភៅ Atomic Habits រាល់ទម្លាប់ទាំងអស់របស់មនុស្សត្រូវឆ្លងកាត់វដ្តចំនួន4ដំណាក់កាលទី1គឺសញ្ញាទី2គឺចំណង់ទី3គឺសកម្មភាពទី4គឺរង្វាន់លោក James Clear បានបំបែកវាទៅជាច្បាប់ជាក់ស្ដែងចំនួន4ដើម្បីបង្កើតទម្លាប់ល្អច្បាប់ទី1ធ្វើឲ្យវាច្បាស់លាស់ខួរក្បាលរបស់យើងត្រូវការសញ្ញាដែលមើលឃើញច្បាស់ដើម្បីចាប់ផ្ដើមធ្វើសកម្មភាពបើអ្នកចង់ញ៉ាំថ្នាំវីតាមីនរាល់ព្រឹកប៉ុន្តែអ្នកយកវាទៅទុកក្នុងថតទូកប់បាត់អ្នកនឹងភ្លេចចូលយកវាមកដាក់លើតុបាយដែលអ្នកមើលឃើញច្បាស់ជារៀងរាល់ព្រឹកច្បាប់ទី2ធ្វើឲ្យវាមានភាពតាក់ទាញមនុស្សយើងធ្វើសកម្មភាពព្រោះតែចង់បានរង្វាន់ចូលយកអ្វីដែលអ្នកត្រូវធ្វើទៅផ្គូផ្គងនឹងអ្វីដែលអ្នកចង់ធ្វើឧទាហរណ៍អ្នកត្រូវមើលវីដេអូមេរៀនភាសាអង់គ្លេសអ្វីដែលត្រូវធ្វើប៉ុន្តែអ្នកចង់មើលរឿងភាគនៅលើ Netflix អ្វីដែលចង់ធ្វើចូលកំណត់លក្ខខណ្ឌថាខ្ញុំអាចមើលរឿងភាគ Netflix បានមួយភាគលុះត្រាតែខ្ញុំបានមើលវីដេអូមេរៀនភាសាអង់គ្លេសចប់30នាទីសិនច្បាប់ទី3ធ្វើឲ្យវាមានភាពងាយស្រួលមនុស្សយើងមានចរិតធម្មជាតិគឺចូលចិត្តធ្វើអ្វីដែលចំណាយកម្លាំងតិចបំផុតដើម្បីបង្កើតទម្លាប់ល្អចូលរៀបចំបរិស្ថានជុំវិញខ្លួនឲ្យងាយស្រួលបំផុតបើអ្នកចង់ហាត់ប្រាណពេលព្រឹកចូលរៀបចំខោអាវនិងស្បែកជើងរត់ឲ្យរួចរាល់នៅជើងគ្រែតាំងពីយប់មិញច្បាប់2នាទីឬហៅជាភាសាអង់គ្លេសថា The 2-minute rule នៅពេលចាប់ផ្ដើមទម្លាប់ថ្មីចូលធ្វើវាឲ្យចំណាយពេលតិចជាង2នាទីកុំអាលគិតចង់ហាត់ប្រាណ1ម៉ោងគិតត្រឹមតែដើរទៅពាក់ស្បែកជើងរត់ឲ្យបានសិនកុំអាលគិតចង់អានសៀវភៅមួយជំពូកគិតត្រឹមអានឲ្យបានមួយទំព័រឲ្យបានសិនគោលបំណងគឺដើម្បីបង្កើតទម្លាប់នៃការចេញសកម្មភាពជាមុនសិនព្រោះកាលណាចាប់ផ្ដើមបានហើយការធ្វើបន្តវានឹងងាយស្រួលច្បាប់ទី4ធ្វើឲ្យមានការស្កប់ស្កល់ភ្លាមៗអ្វីដែលផ្ដល់ផលស្កប់ស្កល់ភ្លាមៗនឹងត្រូវខួរក្បាលចងចាំដើម្បីធ្វើម្ដងទៀតចូលប្រើប្រាស់តារាងតាមដានទម្លាប់ដូចជាការគូសសញ្ញាខ្វែងលើក្រដាសអ្វីមួយរាល់ពេលដែលអ្នកធ្វើបានសម្រេចការបានឃើញស្នាមខ្វែងកាត់ឡើងជារៀងរាល់ថ្ងៃវានឹងផ្ដល់សារធាតុដូប៉ាមីនធ្វើឲ្យអ្នកមានមោទនភាពនិងចង់ធ្វើវាបន្តទៀតដោយមិនដាច់សង្វាក់ជំពូកទី4របៀបបំផ្លាញទម្លាប់អាក្រក់ចុះប្រសិនបើយើងចង់កម្ចាត់ទម្លាប់អាក្រក់ដូចជាការលេងហ្គេមហួសកម្រិតឬការញ៉ាំអាហារមិនល្អតើត្រូវធ្វើដូចម្តេចលោក James Clear គ្រាន់តែឲ្យយើងធ្វើការត្រឡប់ច្បាប់ទាំង4ខាងលើមកវិញតែប៉ុណ្ណោះ1ធ្វើឲ្យវាមើលមិនឃើញបើអ្នកចង់ផ្ដាច់ហ្គេមឬឈប់លេងទូរស័ព្ទពេលធ្វើការចូលយកទូរស័ព្ទទៅទុកនៅបន្ទប់ផ្សេងឬដាក់ក្នុងថតតុចាក់សោឲ្យបាត់កាលណាសញ្ញាមើលមិនឃើញចំណង់ក៏មិនកើតមានដែរ2ធ្វើឲ្យវាមិនគួរឲ្យតាក់ទាញចូលអង្គុយគិតនិងសរសេររៀបរាប់ពីផលវិបាកអវិជ្ជមាននៃទម្លាប់អាក្រក់នោះឲ្យបានច្រើនរំលឹកខួរក្បាលខ្លួនឯងថាការលេងទូរស័ព្ទឥតប្រយោជន៍3ម៉ោង
គឺកំពុងតែសម្លាប់ក្តីស្រមៃនិងអនាគតរបស់ខ្លួនឯង 3. ធ្វើឲ្យវាមានភាពលំបាកបង្កើតឧបសគ្គរារាំងខ្លួនឯងបើអ្នកចូលចិត្តញ៉ាំនំកញ្ចប់ពេលយប់ចូលកុំទិញនំទាំងនោះមកទុកក្នុងផ្ទះឲ្យសោះប្រសិនបើអ្នកចង់ញ៉ាំអ្នកត្រូវបង្ខំចិត្តដើរទៅទិញនៅម៉ាតចម្ងាយ5 គីឡូម៉ែត្រភាពលំបាកនេះនឹងធ្វើឲ្យខួរក្បាលអ្នកខ្ជិលហើយបោះបង់ទម្លាប់នោះចោល 4. ធ្វើឲ្យវាគ្មានការពេញចិត្តឬមានទោសទណ្ឌស្វែងរកដៃគូតាមដានកំណត់កិច្ចសន្យាជាមួយមិត្តភក្តិថាបើថ្ងៃណាមួយខ្ញុំមិនបានអានសៀវភៅ5ទំព័រទេខ្ញុំនឹងដកលុយខ្លួនឯង$5ឲ្យតែឯងភ្លាមការខាតបង់លុយកាក់ភ្លាមនឹងធ្វើឲ្យខួរក្បាលខ្លាចរអានឹងការធ្វើទម្លាប់អាក្រក់នោះម្ដងទៀតជារួមមកប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់មេរៀនចុងក្រោយដែលលោក James Clear ចង់បន្សល់ទុកនៅក្នុងសៀវភៅ Atomic Habits គឺការដាស់តឿនយើងថាភាពជោគជ័យមិនមែនជាព្រឹត្តិការណ៍តែមួយដងនោះទេប៉ុន្តែវាគឺជាដំណើរការរស់នៅពេញមួយជីវិតកុំខ្វល់ខ្វាយហួសហេតុពេលចំពោះរឿងគោលដៅប៉ុន្តែចូលងាកមកខ្វល់ខ្វាយលើប្រព័ន្ធនៃការរស់នៅប្រចាំថ្ងៃវិញព្រោះហេតុអ្វីព្រោះទាំងអ្នកឈ្នះនិងអ្នកចាញ់សុទ្ធតែមានគោលដៅដូចគ្នាឧទាហរណ៍អត្តពលិកគ្រប់រូបក្នុងកីឡាអូឡ িম্প ិកសុទ្ធតែមានគោលដៅចង់បានមេដាយមាសដូចគ្នាប៉ុន្តែអ្វីដែលបំបែកអ្នកឈ្នះចេញពីអ្នកចាញ់គឺប្រព័ន្ធនៃការវឹកហាត់ប្រចាំថ្ងៃរបស់ពួកគេខុសគ្នាចូលកុំបន្ទោសខ្លួនឯងបើថ្ងៃនេះអ្នកដើរទៅមុខបានត្រឹមតែបន្តិចបន្តួចដរាបណាអ្នកនៅតែរក្សាការធ្វើទម្លាប់ល្អៗតូចៗ 1% ជារៀងរាល់ថ្ងៃនោះតាមច្បាប់ធម្មជាតិពេលវេលានឹងក្លាយជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់អ្នកដែលនឹងនាំអ្នកទៅកាន់ភាពជោគជ័យដ៏អស្ចារ្យដែលអ្នកមិនធ្លាប់ស្រមៃដល់